សួស្តីបងប្អូនជាទីស្រឡាញ់ថ្ងៃនេះយើងជួបគ្នាទៀតហើយហើយលោកគ្រូថ្ងៃនេះមានអីមកចែកម្លែកជូនបងប្អូនទៀតហើយបងប្អូនគិតទៀតហើយតែគិតលេងជាមួយលោកគ្រូណាក៏លោកបានជាកតិខ្លះយកទៅបន្តសមត្ថភាពខ្លួនឯងទី1ដែលលោកគ្រូយកមកនិយាយនេះគឺទាក់ទងនឹងបញ្ញាស្មារតីបងប្អូនបាទបញ្ញាស្មារតីអញ្ចឹងជាទូទៅបងប្អូនដឹងហើយថាមនុស្សដែលមានបញ្ញាស្មារតីគឺជាមនុស្សដែលមិនដែលប្តីផ្ដួលទៅតាមព្រហ្មលិខិតទេហើយបានលោកគ្រូនិយាយអញ្ចឹងមនុស្សដែលមានបញ្ញាស្មារតីគេនឹងមានគោលដៅច្បាស់លាស់បាទមានគោលដៅច្បាស់លាស់មួយសម្រាប់ខ្លួនឯងហើយសម្រាប់មនុស្សដែលខ្វះបញ្ញាស្មារតីគឺតែងតែបដិបដោយខ្លួនទៅតាមព្រហ្មលិខិតបាទសំណួរសួរថាតើព្រហ្មលិខិតជាអ្នកកំណត់វាសនារបស់ប្អូនឬក៏ប្អូនខ្លួនឯងជាអ្នកកំណត់វាសនារបស់ខ្លួនឯងបាទអញ្ចឹងសួរខ្លួនឯងឲ្យឆ្លើយសំណួរនេះ 100% ប្អូននឹងឆ្លើយថាខ្លួនឯងជាអ្នកកំណត់វាសនាខ្លួនឯងបាទគឺវាត្រឹមត្រូវហើយព្រោះបើប្អូនមិនកំណត់វាសនាខ្លួនឯងទេប្អូនមិនអភិវឌ្ឍសមត្ថភាពប្អូនទេអញ្ចឹងបើប្អូនជាមនុស្សដែលមានបញ្ញាស្មារតីឥឡូវនេះបងប្អូនកំពុងតែសិក្សានៅឋានៈអនុវិទ្យាល័យក៏ដូចជាវិទ្យាល័យក្តីបងប្អូនខ្លះក៏អត់ទាន់មានគោលដៅច្បាស់លាស់មួយទេក៏អត់ទាន់ដឹងថាខ្លួនឯងស្រឡាញ់អីខ្លួនឯងចូលចិត្តអីខ្លួនឯងចង់ធ្វើអីទេពេលខ្លះគាត់ចាំរហូតឧទាហរណ៍ថាបច្ចុប្បន្នគាត់កំពុងតែសិក្សានៅថ្នាក់ទី7ទី8ឬក៏ទី9ជាដើមអញ្ចឹងទៅគាត់អត់ទាន់ដឹងថាពេលដែលគាត់ចប់ទី12ឬក៏គាត់ឆ្លងពីអនុវិទ្យាល័យចូលវិទ្យាល័យគាត់ត្រូវរៀនអ្វីទេគាត់អត់ទាន់ដឹងគាត់អត់ទាន់គិតគាត់បតែបដោយខ្លួនតាមព្រហ្មលិខិតហើយគាត់ថាចាំឲ្យព្រហ្មលិខិតអ្នកកំណត់ទៅខ្ញុំរៀនអីរៀនហ្នឹងទៅតាមព្រហ្មលិខិតទៅអាហ្នឹងគឺជាមនុស្សដែលខ្វះបញ្ញាស្មារតីហើយបងប្អូនប៉ុន្តែបើមនុស្សមានបញ្ញាស្មារតីគេដឹងថាខ្លួនឯងត្រូវរៀនអីចាប់ដើមរៀនកំណត់គោលដៅខ្លួនឯងឧទាហរណ៍ថាបងប្អូនចូលទី10ឬក៏ទី11បងប្អូនត្រូវរៀនវិទ្យាសាស្ត្រឬក៏បងប្អូនរៀនវិទ្យាសាស្ត្រសង្គមបាទអញ្ចឹងបងប្អូនត្រូវស្ទង់ខ្លួនឯងសមត្ថភាពបងប្អូនអាចរៀនអីបងប្អូនត្រូវរៀនហ្នឹងមិនមែនបងប្អូនទៅរៀនតាមគេទេឧទាហរណ៍ថាមិត្តភ័ក្តិខ្ញុំរៀនវិទ្យាសាស្ត្រខ្ញុំត្រូវទៅរៀនវិទ្យាសាស្ត្រដែរមិត្តភ័ក្តិខ្ញុំរៀនសង្គមខ្ញុំត្រូវទៅរៀនសង្គមដែរទាំងដែលពេលខ្លះបងអូនបកកែខាងវិទ្យាសាស្ត្រប៉ុន្តែបងអូនទៅរៀនសង្គមដល់ពេលបងអូនខ្លះបកកែសង្គមបងអូនទៅរៀនវិទ្យាសាស្ត្របាទសួរថាខុសទេវាអត់ខុសទេគ្រាន់តែពេលខ្លះបងអូនរៀនទៅវាអត់សូវបានផលមកវិញលឿនឧទាហរណ៍ថាបងអូនខ្លាំងវិទ្យាសាស្ត្របកកែខាងមុខវិទ្យាសាស្ត្រដល់ពេលបងអូនទៅរៀនសង្គមវាធ្វើឲ្យបងអូនមានអារម្មណ៍ថាបងអូននឿយហត់នៅក្នុងការទិញមេរៀននៅក្នុងការចងចាំផ្សេងអញ្ចឹងទៅហ្នឹងលោកគ្រូគ្រាន់តែលើកឧទាហរណ៍ជាក់ស្ដែងយកមកបញ្យល់ប្រាប់បងអូនតែប៉ុណ្្នឹងឯងអញ្ចឹងត្រឡប់មកវិញកាលណាដែលមនុស្សមានបញ្ញាស្មារតីគេមានគោលដៅច្បាស់លាស់អញ្ចឹងឧទាហរណ៍ថាគេរៀនដល់វិទ្យាល័យហើយគេចាប់ផ្ដើមកំណត់គោលដៅខ្លួនឯងឲ្យចប់វិទ្យាល័យតើគេនឹងទៅរៀនអ្វីបន្តបាទគេចាប់យកជំនាញមួយណាបាទមិនមែនតើចប់ទី12ហើយចាំខ្ញុំរត់ទៅរកជំនាញខ្លួនឯងស្រឡាញ់អត់ទេបាទអញ្ចឹងបងអូនត្រូវតែដាក់គោលដៅខ្លួនឯងឲ្យច្បាស់ហើយសង្កេតមើលខ្លួនឯងរៀនសួរខ្លួនឯងខ្លះថារាល់ថ្ងៃខ្លួនឯងបកកែខាងអីស្រឡាញ់អីចូលចិត្តអីបាទអានេះគ្រាន់តែជាកតិខ្លះដែលលោកគ្រូដាស់តឿនបងអូនកុំឲ្យបងអូនភ្លេចខ្លួនបដោយខ្លួនឯងលែងប្រឹងប្រែងរៀនសូត្របាទចេះតែបដោយតាមព្រហ្មលិខិតណាបាទអរគុណលោកគ្រូមានប៉ុណ្ណឹងហើយយើងនឹងជួបគ្នាបន្តទៀតនៅវីដេអូក្រោយអូខេអរគុណ